តែប្រជាពលរដ្ឋរបស់យើងគិតថាមិនដឹងបងធ្វើអីបងចោលចាំដល់ពេលដែលឈឺចាំបងបាទដល់ពេលឈឺបានបងអញ្ចឹងពួកគាត់អត់សូវដែរខ្វល់ប្រហែលទេរឿងបានបសហ្នឹងប៉ុន្តែដល់ពេលដែលគាត់ឈឺធ្ងន់ធ្ងរគាត់ទៅប្រើសេវានៅតាមមូលដ្ឋានសុខាភិបាលឲ្យអស់លុយច្រើនគាត់នឹកឃើញបសធ្វើបានបសដល់ពេលមកធ្វើភ្លាមជាធម្មតានៅពេលដែលយើង register ដំបូងគឺប្រើអត់បានទេតតែរយៈពេល2ខែក្រោយបានអាចប្រើបានអញ្ចឹងគាត់ចាប់ផ្ដើមមូម៉ៅគាត់ថាខឹងមានបានឲ្យប្រើមិនបានជួនកាលគាត់បង់មួយឆ្នាំគាត់ថាបង់មួយឆ្នាំហើយមិនប្រើសេវាមិនបានតែអាហ្នឹងបង់តែ2ខែតាជម្រាបសួរទស្សនិកជនទាំងអស់គ្នាជាទីគោរពរាប់អាននាងខ្ញុំណាណាហើយសូមស្វាគមន៍មកកាន់កម្មវិធីបសស podcast ខ្ញុំសប្បាយចិត្តរំភើបញាប់ញ័រខ្លាំងហ្មងព្រោះខ្ញុំមានអារម្មណ៍ថាខ្ញុំត្រឡប់ទៅកាន់ជំនាន់វិទ្យុឡើងវិញភាសាទៀតអញ្ចឹងចានៅក្នុងបសស podcast នេះយើងនឹងជជែកពិភាក្សាគ្នាតាក់ទងទៅនឹងរឿងបសសហើយខ្ញុំដឹងថាបងប្អូនរបស់យើងឲ្យទៅលើបសសមានសំណួរច្រើនមែនទែនអញ្ចឹងខ្ញុំប្រាប់ឲ្យហើយថាសម្រាប់អេពីសូតទី1នេះគឺយើងនឹងផ្ដោតសំខាន់ថាតើបសសជាអ្វីប៉ុន្តែរឿងថាលក្ខខណ្ឌអីផ្សេងទៀតយើងនឹងមានអេពីសូតបន្តទៀតដែរយ៉ាងណាក៏ដោយបងប្អូនរបស់យើងបើមានសំណួរអីផ្សេងគឺថាអាចសួរសំណួរនៅប្រអប់ comment ហើយក្រុមការងាររបស់យើងនឹងឆ្លើយទៅកាន់ទស្សនិកជនរបស់យើងផងដែរភ្ញៀវកិត្តិយសរបស់យើងនៅក្នុងអេពីសូតទី1នេះគឺអាដាមបណ្ឌិតហេងសុផាន់នរិទ្ធដែលជាអគ្គនាយករងបសសហើយអាដាមក៏ជាអ្នកនាំពាក្យក្រសួងការងារបណ្ដុះបណ្ដាលនិងវិជ្ជាជីវៈផងដែរអាដាមជម្រាបសួរបាទជម្រាបសួរចាលើកទី1ដែលអង្គុយនិយាយគ្នាទល់មុខអញ្ចឹងប៉ុន្តែធ្លាប់ចូលតាម live Facebook ម្ដងដែរចាអាដាមសុខសប្បាយខ្ញុំមានអារម្មណ៍ថាមិនដឹងថាគួរតែភ័យឬក៏គួរតែរំភើបព្រោះខ្ញុំដឹងថាប្រធានបទបសសនេះជាប្រធានបទមួយដែលជាទូទៅតែលើកនិយាយបងប្អូនយើងសួរច្រើនមែនតើបងប្អូនគាត់មានចម្ងល់ច្រើនអញ្ចឹងខ្ញុំចង់សូមអនុញ្ញាតជាដំបូងឲ្យអាដាមបញ្យល់បន្តិចថាបសសជាអីបាទអរគុណណាស់ដោយអ្វីដែលឌីជេណាណាបានលើកមកអញ្ចឹងថាយើងធ្លាប់តែជួបគ្នានៅតាមការ live ជា Facebook អីចឹងទៅមិនដែលបានមកคุยចែកគ្នានៅទីនេះទេហើយខ្ញុំលើកទី1ដែរមកកម្មវិធី podcast នេះធ្លាប់តែទៅសភាឬមួយក៏សិក្ខាសាលានៅតាមបណ្ដាកម្មវិធីផ្សេងក៏ដូចជាតាមវិទ្យុទូទៅប៉ុន្តែកម្មវិធី podcast នេះគឺជាលើកទី1របស់ខ្ញុំណាចាបាទអរគុណណាស់តាក់ទងជាមួយនឹងបសសនេះគឺជាប្រធានបទមួយពេញនិយមដែលសមាជិកជាទូទៅក៏ដូចជាបងប្អូនប្រជាពលរដ្ឋយើងចង់ដឹងចង់ស្គាល់ថាតើអ្វីទៅដែលហៅថាបសហើយបសមានអត្ថប្រយោជន៍ខ្លះខ្ញុំសូមជំរាបជូនថាបសសនេះគឺពាក្យពេញមកពីពាក្យថាបេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈចា៎បាទបសសគឺជាគ្រឹះស្ថានសាធារណរដ្ឋបាលដែលមានអាណាព្យាបាលចំនួន2បច្ចេកទេសគឺស្ថិតនៅក្រោមក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈហើយរីឯហិរញ្ញវត្ថុវិញគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចា៎ហើយបេឡាជាតិសង្គមនឹងគឺមានរបបសន្តិសុខសង្គមចំនួន4ទី1គឺរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារហើយទី2គឺរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពនិងទី3ផ្នែកសោធននិវត្តន៍រីឯរបបសន្តិសុខសង្គមទី4នោះគឺនិកម្មភាពការងារដែលឡែកនិកម្មភាពការងារយើងមិនទាន់ដាក់ឲ្យដំណើរការនៅឡើយទេដោយសារយើងកំពុងតែធ្វើការសិក្សានៅឡើយអញ្ចឹងបច្ចុប្បន្ននេះនិយាយជារួមគឺយើងមានរបប3រួចទៅហើយសម្រាប់សមាជិកបសសដែលស្ថិតនៅក្នុងវិស័យឯកជនវិស័យសាធារណៈនិយាយជារួមគឺទាំងអ្នកដែលធ្វើការងាររដ្ឋនិងអ្នកធ្វើការងារឯកជនគឺមានរបប3រួចទៅហើយចា៎ប៉ុន្តែខ្ញុំសូមអនុញ្ញាតបញ្យល់តិចហានិភ័យការងារគឺបានន័យថាឧទាហរណ៍ថាយើងគ្រោះថ្នាក់ឬក៏យើងមានឈឺអីដោយសារតែការងារចា៎ដល់ពេលថែទាំសុខភាពគឺការឈឺទូទៅចា៎សោធននិវត្តន៍គឺទៅលើប្រាក់បៀវត្សនៅពេលដែលគាត់ចូលទៅត្រែត60ឆ្នាំចាមិញឮពាក្យអីគេនិកម្មភាពការងារខ្ញុំដឹងថារបបនោះអត់ទាន់ដាក់នៅដំណើរការនៅឡើយទេប៉ុន្តែមានន័យថាមិនខ្ញុំស្អត់យល់បាទនិកម្មភាពនឹងការងារនឹងមានន័យថាដូចជាបងប្អូនយើងដែលគ្មានការងារធ្វើឬមួយក៏ដូចជានៅស្រុកគេអញ្ចឹងគាត់ធ្វើការងារដល់ពេលដែលគាត់ធ្វើការងារហើយរោងចក្រឬមួយក៏សហគ្រាសគ្រឹះស្ថានរបស់គាត់ឬមួយក្រុមហ៊ុនរបស់គាត់ហ្នឹងគាត់bankrupt ឬមួយគាត់រលំទៅបាទគាត់អត់មានការងារធ្វើទេគាត់រកការងារធ្វើអត់បានអញ្ចឹងរត់គឺចិញ្ចឹមគាត់បាទធ្វើការងារឲ្យគាត់វិញប៉ុន្តែយើងអត់តដំណើរការទេយើងនៅទេយើងកំពុងតែសិក្សាព្រោះដោយសារបរិបទប្រទេសគេ
វាខុសពីបរិបទប្រទេសយើងបាទអញ្ចឹងយើងត្រូវសិក្សាឲ្យស៊ីជម្រៅដើម្បីនិរន្តរភាពការងារនេះឲ្យបានល្អប្រសើរចាអញ្ចឹងខ្ញុំសូមបដោតទៅលើរបបទាំង3ដែលបានដាក់ដំណើរការហើយហ្នឹងគឺចង់សំដៅដំបូងទៅលើខាងការងារចាពីព្រោះថាយើងប្រើពាក្យថាការងារបច្ចុប្បន្ននេះមានអ្នកធ្វើការងារមួយចំនួនដែលគាត់រកចំណូលប៉ុន្តែគាត់អត់ស្ថិតនៅក្នុងស្ថាប័នទេព្រោះការងាររហងៃលក់អនឡាញជាពិសេសតែម្ដងឥឡូវពួកយើងលក់អនឡាញច្រើនទាំងខ្ញុំទាំងគេហើយអ្នកខ្លះគាត់ធ្វើការជា freelance ដូចអ្នកខ្លះគាត់ផលិតវីដេអូដាក់ Facebook អីចឹងគាត់ធ្វើការដែរគាត់រកចំណូលដែរប៉ុន្តែគាត់ថាគាត់អត់ស្ថិតនៅក្រុមហ៊ុនឬក៏ស្ថិតនៅក្នុងស្ថាប័នអញ្ចឹងណាតែអាហ្នឹងរួមបញ្ចូលសម្រាប់របបការងារនឹងអត់បាទសម្រាប់អ្នកដែលធ្វើការក្រៅពីមានក្រុមហ៊ុនមានតកែមានអីច្បាស់លាស់មានកុងត្រាបាទមានកុងត្រាហ្នឹងគេហៅថាបុគ្គលស្វ័យនិយោជន៍ហ្នឹងឯងដែលយើងឲ្យនិយមន័យថាបុគ្គលស្វ័យនិយោជន៍គឺជាបុគ្គលទាំងឡាយណាដែលប្រកបរបររកស៊ីដោយខ្លួនឯងមិនមាននយោជកមិនមានប្រាក់ខែអញ្ចឹងអ្វីដែល DJ Nana លើកឡើងមិញថាអ្នកលក់អនឡាញឬមួយលក់អីដែលគាត់រកស៊ីដោយខ្លួនឯងហ្នឹងអាហ្នឹងគឺគាត់អាចចុះឈ្មោះជាមួយនឹងបសបានដែរប៉ុន្តែកុំឲ្យគាត់មានប្រើបុគ្គលិកតែកាលណាគាត់មានប្រើបុគ្គលិកហ្នឹងគឺត្រូវតែចូលក្នុងប្រព័ន្ធរបស់បសបាត់ហើយតែបើសិនឧទាហរណ៍ថាគាត់លក់អនឡាញគាត់អត់មានបានចុះបញ្ជីក្រុមហ៊ុនអីទេគាត់គ្រាន់តែលក់នៅផ្ទះអីចឹងណាឥឡូវឧទាហរណ៍ថាគាត់បានចាប់រួយស្រួលយល់ជាងគាត់លក់ចាប់រួយនៅផ្ទះជាទូទៅគាត់ដូចជាមិនមែនជាក្រុមហ៊ុនទេប៉ុន្តែគាត់មានអ្នកជួយលក់គាត់បាទអត់អីទេគ្រាន់តែអ្នកជួយលក់ធម្មតាមិនមានចង់និយាយថាមិនមានប្រាក់ខែមិនប្រើនយោជកởក្នុងនាមកុងត្រានយោជកទោះបីជាមានកុងត្រាក៏ដោយឬមួយក៏បន្តផ្ទាល់មាត់ក៏ដោយឲ្យតែមានទទួលយកប្រាក់ខែអាហ្នឹងចូលក្នុងប្រព័ន្ធណាអូខេហ្នឹងចូលក្នុងប្រព័ន្ធហើយចាអញ្ចឹងថាតើឥឡូវសួរចេះវិញអ្នកណាខ្លះគួរធ្វើបសសបាទអ្នកធ្វើបសដូចខ្ញុំបានជំរាបជូនយ៉ាងថាមានមន្ត្រីរាជការរបស់យើងហើយមានបុគ្គលិកដែលបម្រើការងារនៅក្នុងក្រុមហ៊ុនដែលស្ថិតនៅក្រោមច្បាប់នៃការងាររបស់យើងហ្នឹងគឺត្រូវតែចូលកាតព្វកិច្ចហើយហើយមួយទៀតដូចខ្ញុំបានជំរាបជូនមិញហ្នឹងថាតកតងជាមួយនឹងបុគ្គលស្វ័យនិយោជន៍បុគ្គលស្វ័យនិយោជន៍ហ្នឹងសំដៅទៅលើអ្នកដែលប្រកបរបររកស៊ីដោយខ្លួនឯងមិនមាននយោជកមិនមានប្រាក់ខែនឹងអាចធ្វើបានប៉ុន្តែមិនសំដៅទូទៅលើប្រជាពលរដ្ឋទេព្រោះដោយសារអីដោយសារតែបច្ចុប្បន្ននេះមានសំណួរជាច្រើនសួររាល់ថ្ងៃតែម្ដងហេតុអីបានជាមិនធ្វើបានបសសជូនប្រជាពលរដ្ឋហ្នឹងខ្ញុំទៅតែជាងធ្វើសក់ខ្ញុំសួរផឹកមិញដែរព្រោះផឹកមិញហ្នឹងគេសួរថាបងថ្ងៃហ្នឹងទៅណាខ្ញុំថាទៅបសសគេថាប្រាំឲ្យសួរផងចុះរៀនសាមញ្ញហ្នឹងធ្វើបានអត់ចាបាទសម្រាប់ប្រជាពលរដ្ឋគឺយើងមិនទាន់បានគិតគូរនៅឡើយទេគឺយើងជំហានដំបូងគឺយើងត្រូវបរិយាវិសាលភាពទៅដល់បុគ្គលស្វ័យនិយោជន៍ដែរហើយក្នុងនោះយើងកាន់តែប្រសើរជាងមុនដោយសារអីបុគ្គលស្វ័យនិយោជន៍ការពីយើងចាប់ដើមដាក់ឲ្យដំណើរការកាលពីថ្ងៃទី14ខែវិច្ឆិកា2023ក្រោមអធិបតីភាពរបស់សម្ដេចអធិបតីហ្នឹងគឺយើងបានពង្រីកវិសាលភាពទៅដល់អ្នកនៅក្នុងបន្ទប់សមាជិកបសសចា៎បាទអ្នកនៅក្នុងបន្ទប់សមាជិកបសហ្នឹងគឺសំដៅទៅលើប្តីប្រពន្ធឬមួយក៏កូនដែលក្រោមអាយុ18ឆ្នាំចា៎អញ្ចឹងពីមុនសមាជិកបសគាត់គ្រាន់តែធ្វើបានបសដោយខ្លួនឯងហើយគាត់ថាចុះគ្រួសារគាត់ចុះកូនគាត់អត់បានទេប៉ុន្តែឥឡូវនេះដូចខ្ញុំបានជំរាបជូនមិញដោយសារតែយើងបានប្រកាសដាក់ដំណើរការមកអញ្ចឹងសមាជិកបសហ្នឹងគឺគាត់អាចមានសិទ្ធិធ្វើឲ្យគ្រួសារគាត់បានអូអញ្ចឹងតើបានន័យថាអញ្ចេះឯកឧត្តមឧទាហរណ៍ថាពីអ្នកប្តីប្រពន្ធឧទាហរណ៍នឹងជាក់ស្ដែងមកចាជាងទេខ្ញុំចាព្រោះខ្ញុំឥឡូវទៅណាមកណាគេសួរទៅរឿងបសដូចខ្ញុំមន្ត្រីបសខ្ញុំថាបងខ្ញុំមិនដឹងស៊ីជម្រៅច្រើនទេចាំខ្ញុំសួរឲ្យបងដែលជាស្វាមីគាត់ជាមន្ត្រីរាជការចាប៉ុន្តែភរិយាគាត់ជាជាងដេដល់អញ្ចឹងសំណួរសួរថាភរិយាគាត់នឹងអាចធ្វើបានបសសជាមួយនឹងស្វាមីគាត់បានអត់ធ្វើបានបាទដោយសារតែយកគ្រួសាររបស់គាត់ហ្នឹងជាបន្ទុករបស់ស្វាមីរបស់គាត់កូនក៏បានដែរដាក់ក្នុងបន្ទុករបស់ស្វាមីរបស់គាត់ចាសូមជូនចម្លើយទៅបងជាងដេថាធ្វើបានចាថ្ងៃមុនសួរខ្ញុំទាំងយប់ម៉ោង10យប់ចាអូខេចុះប្រាក់សោធននិវត្តន៍អញ្ចឹងបានន័យថាឧទាហរណ៍ថាមិនឧទាហរណ៍ទេខ្ញុំមានក្រុមហ៊ុនបុគ្គលិកខ្ញុំក៏មានបសសដែរប៉ុន្តែគាត់ថាខ្ញុំមិនได้ធ្វើខ្លួនឯងខាង finance គេធ្វើឲ្យដល់អញ្ចឹងទៅខ្ញុំប្រហែលជាអត់ដឹងស៊ីជម្រៅបានន័យថាក្នុងករណីរឿងប្រាក់សោធនលើគាត់មានក្រុមហ៊ុនគាត់មានបុគ្គលិកហើយក្រុមហ៊ុនមិនត្រូវបង់បសសឲ្យបុគ្គលិក2នាក់ហ្នឹងគាត់ធ្វើការជាមួយក្រុមហ៊ុនហ្នឹងហើយគាត់ចូលរត្រែតអញ្ចឹងពាក្យថាការទទួលខុសត្រូវទៅលើប្រាក់សោធននិវត្តន៍ហ្នឹងបានន័យថាពេលដែលគាត់ចូលរត្រែតហ្នឹងបសសនៅបន្តមានប្រាក់សោធននិវត្តន៍ហ្នឹងឲ្យគាត់មិនអញ្ចឹងឯងបាទតើពេលសារជាទូទៅសោធននិវត្តន៍ហ្នឹងគឺសំដៅលើរបបសន្តិសង្គមដែលយើងផ្ដល់ការធានារ៉ាប់រងនិងស្ថិរភាពសង្គមដល់សមាជិកនៅពេលដែលគាត់ចូលនិវត្តន៍ចា៎ហើយនៅពេលដែលគាត់ចូលនិវត្តន៍ហ្នឹង
គាត់អាចទទួលបានប្រាក់សោធននិវត្តន៍មួយខែ2 ដងដូចមន្ត្រីរាជការរបស់យើងចឹងហើយបន្ថែមលើសពីនឹងទៀតគឺគាត់ទទួលបានរបបថែទាំសុខភាពមួយទៀតគាត់ចូលនិវត្តន៍ហើយមែនប៉ុន្តែគាត់ពេលដែលគាត់ឈឺគឺគាត់អាចទៅព្យាបាលជំងឺបានដោយឥតគិតថ្លៃបាទអញ្ចឹងយើងផ្ដល់ជូនគាត់ប៉ុន្តែនៅពេលដែលគាត់ចូលនិវត្តន៍ហ្នឹងគឺកំណត់អាយុរបស់គាត់នៅពេលដែលគាត់ធ្វើការរហូតបង់បសសរហូតចឹងទៅដល់អាយុ60ឆ្នាំគាត់ចូលនិវត្តន៍គឺគាត់អាចទទួលបានប្រាក់ហ្នឹងហើយគាត់ថាចំពោះការបង់ភិកទានវាខុសពីរបបសង្គមផ្សេងៗតិចដោយសារតែហានិភ័យការងារថែទាំសុខភាពគឺតកែជាអ្នកបង់ចំនួនបាទ 100% គឺតកែបង់ចំនួនប៉ុន្តែសោធននិវត្តន៍នេះគឺត្រូវតែបង់50មានន័យថាតកែបង់50%កូនចៅខ្លួនឯងឬមួយក៏នយោជករបស់យើងគឺ50%ដែរបាទអញ្ចឹងបង់50%ដើម្បីអីព្រោះដោយសារនៅពេលដែលគាត់ចូលនិវត្តន៍ទៅអត្ថប្រយោជន៍ដែលគាត់ទទួលបានថវិកាដែលគាត់ទទួលបានគឺបានទៅលើសម្ប័យខ្លួនតែខែអត់មានទេចាអត់មានក្រុមហ៊ុនទេអញ្ចឹងហើយត្រូវតែជួយចេញ50%ម្នាក់អូខេអញ្ចឹងបានន័យថាបើសិនជាក្នុងករណីដែលក្រុមហ៊ុនអាចជ្រើសរើសបានថាតើយករបបហានិភ័យការងារឬក៏សោធននិវត្តន៍អត់អាចទេអត់ទេគឺគាត់ត្រូវតែយកបាទជាធម្មតានៅពេលដែលចុះបញ្ជីជាមួយនឹងបសសគឺត្រូវតែចុះ3របបតែម្ដងបាទគឺទី1គ្រោះថ្នាក់ការងារថែទាំសុខភាពហើយនិងសោធននិវត្តន៍បាទយល់ហើយបានន័យថាគាត់ត្រូវតែការពារបុគ្គលិកគាត់គ្រប់លក្ខខណ្ឌទាំងអស់បាទចាមិនថាពេលឈឺធម្មតាពេលគ្រោះថ្នាក់ឧទាហរណ៍ដូចអ្នកដឹកជញ្ជូនគាត់មានបញ្ហាលបួស្នាមអីរួមទាំងនៅពេលដែលបុគ្គលិកហ្នឹងចូលនិវត្តន៍ផងអូខេស្ដាប់ទៅគឺយើងមានប្រភេទខុសៗគ្នាបើន័យថាមានជំរឿខ្ញុំដឹងថាសម្រាប់បងប្អូនយើងធម្មតាជួនកាលទៅនឹងរបបអីទេវើយបងអញ្ជើញទៅបសសហើយប្រាប់គាត់ថាខ្ញុំធ្វើអីគេជួយបញ្យល់បន្ថែមទៀតពួកពេលខ្លះអញ្ចឹងមែនអាដាមនៅពេលដែលយើងនិយាយរបបនេះរបបនោះអត់យល់គាត់អត់ដឹងថាខ្ញុំលក់អានេះអញ្ចឹងណាអញ្ចឹងជួនកាលបងប្អូនទាំងអស់គ្នាអាចអញ្ជើញទៅបសសមានច្រើនកន្លែងមែនតើហើយបើឧទាហរណ៍ដូចនៅរាជធានីភ្នំពេញយើងគឺមានតាមផ្សារទំនើបតែម្ដងអញ្ចឹងទៅឲ្យសួរបញ្ជាក់ព័ត៌មានបន្ថែមគេទៀតលម្អិតក៏បានដែរឬក៏បើមានអីចម្ងល់អាច comment នៅខាងក្រោមវីដេអូហ្នឹងក្រុមការងាររបស់យើងនឹងធ្វើការឆ្លើយជាបន្តបន្ទាប់ចា៎អូខេអញ្ចឹងត្រឡប់មករឿងបសសយើងបន្តទៀតនៅពេលដែលយើងប្រើពាក្យថាចុះឈ្មោះបសសអាហ្នឹងគឺជាភាសាដែលយើងប្រើប៉ុន្តែយើងនិយាយសម្រាប់សាមញ្ញពួកខ្ញុំរៀសសាមញ្ញតែនិយាយគ្នាវិញគឺបង់លុយបសសបានន័យថាវាតកតងទៅនឹងការបង់ថវិកាអញ្ចឹងតែឯកឧត្តមអាចបញ្ជាក់បន្តិចបានទេថារបបនីមួយៗហ្នឹងត្រូវបង់យ៉ាងម៉េចមួយខែប្រហែលហើយបានទទួលអីមកវិញខ្លះបាទសម្រាប់ការបង់ភាគទានមកបេឡាជាតិសង្គមដូចខ្ញុំបានជំរាបជូនមុននេះអញ្ចឹងថារបបសង្គមយើងមាន3របបមានហានិភ័យការងារថែទាំសុខភាពហើយសោធននិវត្តន៍បាទសម្រាប់របបទី1ដែលយើងហៅថារបបសង្គមផ្នែកហានិភ័យការងារដែលយើងហៅថាគ្រោះថ្នាក់ការងារហ្នឹងចា៎អាហ្នឹងយើងត្រូវបង់ 0.8% បាទ 0.8% ប៉ុន្តែកម្មករយោជិតគឺអត់បង់ទេតែកែបង់ជំនួសទាំងអស់ 0.8% នៃអីហ្នឹងនៃប្រាក់ឈ្នួលនៃប្រាក់ខែរបស់គាត់ចា៎ហើយមួយទៀតគឺរបបសង្គមផ្នែកថែទាំសុខភាពគឺត្រូវបង់2.6% ហ្នឹងគឺគាត់អត់បង់ដូចគ្នាតែកែជាអ្នកបង់ដូចគ្នាចា៎បាទតែសោធនទៅវិញគឺខុសគ្នាសោធនគឺមាន4% សម្រាប់នយោជក 2% នយោជិក 2% មានន័យថាតកែ 2% កម្មករយោជិត 2% រយៈពេល5ឆ្នាំដំបូង5ឆ្នាំដំបូងបន្តឆ្នាំទី6រហូតដល់ឆ្នាំទី10ហ្នឹងគឺភាគទានហ្នឹងឡើងទៀតហ่ะចា៎បាទឡើង 18% គឺត្រូវបង់ម្នាក់ 4% បាទ10ឆ្នាំក្រោយឡើងថែម 2.75% ថែមទៀតបាទអញ្ចឹងនិយាយជារួមមកគឺរបប2គឺហានិភ័យការងារនិងថែទាំសុខភាពគឺតកែបង់ហើយសោធននិវត្តន៍គឺ50-50បាទ50%បាទហើយសម្រាប់អត្ថប្រយោជន៍វិញអត្ថប្រយោជន៍ដូចខ្ញុំជំរាបជូនមុននេះចឹងថាសម្រាប់គ្រោះថ្នាក់ការងារឲ្យតែមានបញ្ហាគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការទោះដោយបញ្ហាណាក៏ដោយឲ្យតែនៅកន្លែងធ្វើការម៉ោងធ្វើការគឺគាត់អាចចូលទៅប្រើប្រាស់សេវាដែលឥតគិតថ្លៃអានឹងកញ្ចប់ប្រើប្រាស់គឺហានិភ័យការងារចា៎ប៉ុន្តែបើសិនជាក្នុងករណីដែលគាត់ចេញពីធ្វើការហើយគាត់ត្រឡប់ទៅផ្ទះវិញគាត់មានបញ្ហាអានឹងក៏នៅតែប្រើសេវាបានដែរប៉ុន្តែប្រើកញ្ចប់ថែទាំសុខភាពវិញបាទថែទាំសុខភាពវិញអញ្ចឹងមានន័យថាសមាជិកបសសម្នាក់ហ្នឹងគឺគាត់ទទួលបានការគ្រប់គ្រងឬមួយក៏ការធានារ៉ាប់រង24ម៉ោងលើ24ម៉ោងគ្រាន់តែយើងចែកកញ្ចប់គ្នាថាមួយជាហានិភ័យការងារហើយមួយទៀតបាទជារបបថែទាំសុខភាពតែប៉ុណ្ណោះចាមកដល់កន្លែងហ្នឹងខ្ញុំចង់
សុំសួរបញ្ជាក់បន្តិចថាសម្រាប់ក្រុមហ៊ុនស្ថាប័នគឺដាច់ខាតត្រូវតែធ្វើបសសឲ្យបុគ្គលិក បាទ អត់មានជំរឿគឺតាមច្បាប់កំណត់ដោយច្បាប់មិនចឹង អត់មានជំរឿទេ ចាខ្ញុំចង់ងាកកន្លែងហ្នឹងទៅកាន់ទស្សនិកជនរបស់យើងបន្តិចណាពីព្រោះនៅពេលដែលយើងស្ដាប់មកផ្លែតទៅយើងមានអារម្មណ៍ថាបងលុយបណ្ដាមានជំរឿគឺត្រូវតែបងដោយសារតែយើងដាច់ខាតត្រូវតែការពីបុគ្គលិករបស់យើងអាហ្នឹងវាជាការទទួលខុសត្រូវរបស់យើងក្នុងនាមជាថៅកែក្រុមហ៊ុននៅក្នុងនាមជាម្ចាស់សហគ្រាសឬក៏ម្ចាស់រោងចក្រអីចឹងទៅប៉ុន្តែលើពីហ្នឹងទៀតយើងកុំគិតថាហ្នឹងគេចាប់បខំយើងព្រោះតាមពិតយើងជាអ្នកចំណេញទេពីព្រោះថានៅពេលដែលបុគ្គលិករបស់យើងមានបញ្ហាទៅខ្ញុំនិយាយរឿងមនោសញ្ចេតនាឯណាអាដាមខ្ញុំអត់និយាយរឿងច្បាប់រឿងអីប៉ុន្តែជាលក្ខណៈមនោសញ្ចេតនាវាមិនដែរយើងឯណាបិទភ្នែកអត់ទេឈឺអីឈឺទៅហ្នឹងមែនទេវាត្រូវតែមានការទទួលខុសត្រូវរបស់យើងជាក្រុមហ៊ុនហើយធម្មតាពេលដែលយើងចង់តាក់ទាញមនុស្សឲ្យមកចូលធ្វើការនៅកន្លែងយើងអាហ្នឹងគឺយើងផ្ដល់អីខ្លះឲ្យគេក្រៅពីប្រាក់ខែធម្មតាគេមានធានារ៉ាប់រងមានអីចឹងចំនួនមុនពេលមានបសសខ្ញុំធ្វើការអង្គការក៏ដោយគឺគេមានធានារ៉ាប់រងឯកជនឲ្យខ្ញុំអញ្ចឹងឥឡូវហ្នឹងគឺយើងកុំគិតថាហ្នឹងគេចាប់បខំយើងរបៀបថាយើងខាតតាមពិតយើងចំណេញពីព្រោះយើងខ្លាយទៅជាមនុស្សម្នាក់ដែលទទួលខុសត្រូវចំពោះបុគ្គលិករបស់យើងធ្វើឲ្យកន្លែងយើងហ្នឹងជាកន្លែងដែលគេចង់មកធ្វើការបើមិនជាគេមកធ្វើការហើយស្រាប់តែពេលគេឈឺអស់ងាប់ព្រោះរឿងបាយបើកប្រាក់ខែហើយមិនស្រួលកាត់ប្រាក់ខែទៀតព្រោះអត់មកធ្វើការបើក្នុងករណីហ្នឹងយើងក៏អត់មានមនុស្សល្អចូលមកធ្វើការនៅកន្លែងយើងដែរពលធនធានមនុស្សគឺពិតជាសំខាន់មែនតើពីព្រោះបើសិនជាបងប្អូនធ្វើការផ្នែកធនធានមនុស្សវិញបានដឹងថាជ្រើសរើសបុគ្គលិកវាពិបាកប៉ុណ្ណាមិនមែនមានប្រាក់ខែឲ្យគេហ្នឹងគឺដឹងគេចង់មកធ្វើការនៅកន្លែងយើងឯណាកន្លែងខ្ញុំវិញមានតាំងពីកាហ្វេមានតាំងពីអីថែមទៀតតាក់ទាញឲ្យបុគ្គលិកនៅចាអត់ហ៊ានឲ្យបុគ្គលិកទៅណាទេលោកឲ្យលោកអញ្ចឹងសម្រាប់ខ្ញុំគិតថាសម្រាប់យើងដែលជាម្ចាស់ក្រុមហ៊ុនឬម្ចាស់សហគ្រាសតាមពិតត្បិតតែថាយើងមានកាតព្វកិច្ចនៅក្នុងការបង់ឲ្យបុគ្គលិករបស់យើងប៉ុន្តែអានឹងគឺជាការទទួលខុសត្រូវរបស់យើងហើយតាមពិតវាបង្កើនផលចំណេញឲ្យយើងពីព្រោះនៅពេលដែលយើងខ្លាយទៅជាមនុស្សម្នាក់ដែលបុគ្គលិកចង់នៅជាមួយអាប្រសិទ្ធភាពការងារបរិយាកាសការងារក្រុមហ៊ុនយើងទាំងមូលហ្នឹងក៏រីកចម្រើនតាមនឹងដែរចាខ្ញុំចង់ផ្ដោតសំខាន់ទៅលើរឿងកើនណាពីព្រោះថារឿងអ្នកបង់ធានារ៉ាប់រងបើសិនជាបងប្អូនយើងដែលអត់ធ្លាប់ប្រើធានារ៉ាប់រងប្រហែលជាគាត់ស្ដាប់ទៅមានអារម្មណ៍ថាចុះបង់ដំបូងអាប្រាក់សោធននិវត្តន៍ហ្នឹង5ឆ្នាំដំបូងណា5ឆ្នាំដំបូងតែ 4% ទេដល់ផុតពីហ្នឹងគឺ 8% បង់ឡើង 4% មិនចាំបាច់ចាំឡើងអញ្ចឹងបាទជាធម្មតាសោធននិវត្តន៍នេះការដែលយើងរៀបចំលិខិតបទដ្ឋានគតិយុត្តដំបូងចាភិក្ខទាននេះគឺយើងសិក្សាទៅមានរហូតដល់ 10% ជាង 10% ដោយសារការនោះយើងសិក្សាជាមួយនឹងជំនាញការរបស់អង្គការអន្តរជាតិការងារហាង ILO បាទយើងរកឃើញថាដើម្បីឲ្យធានានិរន្តរភាពរបស់បសបានហើយក៏ដូចជាការធានា fund របស់បសហ្នឹងដើម្បីបើកផ្ដល់ទៅដល់អ្នកដែលចូលនិវត្តន៍នៅពេលខាងមុខនៅពេលដែលពួកគាត់អាយុ60ឆ្នាំហ្នឹងគឺត្រូវបង់ភិក្ខទានឲ្យបសហ្នឹងគឺ 10% ជាងអញ្ចឹងមានន័យថាមានចំនួនច្រើនមែនតើហើយបន្ទាប់ពីយើងសិក្សាហើយយើងគិតថានៅពេលដែលយើងដាក់ឲ្យដំណើរការនេះបើក្នុងករណីដែលយើងយកភិក្ខទានម្ដង 10% នេះគឺធ្វើឲ្យចំនួនបង់មកបសនេះគឺកាន់តែច្រើនបាទកាន់តែច្រើនអញ្ចឹងធ្វើឲ្យតកែក៏គាត់មិនមានលទ្ធភាពទេហើយកម្មកររបស់យើងក៏អត់មានលទ្ធភាពក្នុងការបង់កំហុកឲ្យយើងច្រើនដែរចា៎អញ្ចឹងហើយបានជាយើងធ្វើការចរចាគ្នាជាមួយនឹងក្រុមការងារអន្តរក្រសួងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងៗដើម្បីធ្វើការសិក្សាពីជំរឿសនៃការបង់ភិក្ខទាននេះបាទបន្ទាប់មកគឺយើងបានជំរឿសមួយគឺយើងសន្មតថាឲ្យ5ឆ្នាំដំបូងគឺបង់ 4% ដោយក្នុងនោះគឺនយោជក 2% នយោជិត 2% បន្ទាប់ពី5ឆ្នាំទៀតគឺឡើងដល់ 8% គឺថែម 4បាទម្នាក់ 4% ហើយបន្ទាប់ពីហ្នឹងគឺចាប់ពី10ឆ្នាំឡើងគឺយើងត្រូវថែម 2.75% អញ្ចឹងបាទអញ្ចឹងធ្វើឲ្យយើងមានន័យថាអាចពជាពេលបានដល់10ឆ្នាំជាងនៅពេលដែលអត្រាភិក្ខទាននឹងឡើងដល់ 10% ជាងទៅយើងទុកពេល10ឆ្នាំនេះគឺយើងអាចសំតិចម្ដងបើកជូនគាត់បានបាទចាសម្រាប់បងប្អូនយើងដែលធ្លាប់ប្រើធានារ៉ាប់រងឯកជនប្រហែលជាដឹងហើយថានឹងជារឿងធម្មតានៅពេលដែលយើងបង់ពីមួយឆ្នាំទៅមួយឆ្នាំវាខ្ពស់ទៅដោយសារតែអាយុយើងកាន់តែច្រើនឱកាសយើងឈឺកាន់តែច្រើនដែរអានេះ concept insurance ជាទូទៅចាទស្សនៈនៃការនីតិធានារ៉ាប់រងជាទូទៅអញ្ចឹងខ្ញុំគិតថាបើមែនតែនទៅតាមការវិភាគឬក៏តាមការបូកលេខមកយើងត្រូវបង់ 10% តាំងដំបូងប៉ុន្តែយើងពជាឲ្យបានដល់10ឆ្នាំមកបានចាប់ផ្ដើមបង់ 10% សម្រាប់ប្រាក់សោធននិវត្តន៍ប៉ុន្តែជាថ្មីម្ដងទៀតសម្រាប់បុគ្គលិកគឺយើងត្រូវឲ្យគាត់អញ្ចឹងត្រូវឲ្យគាត់ដឹងថានេះខ្ញុំនិយាយក្នុងនាមយើងជាខាងក្រុមហ៊ុនឯកជនខ្ញុំមិននិយាយជំនួសបសសទេប៉ុន្តែដោយសារខ្ញុំមានកូនក្រុមហ៊ុនទូចមួយដែរយើងត្រូវឲ្យបុគ្គលិកយើងមានអារម្មណ៍ថា
smart នេះយើងនិយាយភាសាស្រុកសាមញ្ញអញធ្វើការឲ្យគេប៉ុន្តែគេក៏មើលអញដល់ចាស់ដែរអញ្ចឹងចង់និយាយថាពេលដែលយើងទៅធ្វើការយើងក៏មានអារម្មណ៍ស្ងប់សុខយើងក៏មានអារម្មណ៍ថាភាសាខ្មែរគេអីទឹកត្រជាក់ត្រីគង់ខ្ញុំផ្លេចបាត់ទៅអូខេអរគុណច្រើនអញ្ចឹងខ្ញុំច្បាស់ហើយមានការងារសុខភាពនិងសោធនប៉ុន្តែដោយឡែកសម្រាប់បុគ្គលស្វែងនិយោជន៍ដែលមានន័យថាជាបុគ្គលដែលធ្វើការខ្លួនឯងរកស៊ីខ្លួនឯងគឺគាត់អត់មានរបបទាំង3ហ្នឹងទេមែនទេបាទគាត់មានតែរបបសន្តិសង្គមផ្នែកថែទាំសុខភាពចាក្នុងករណីហ្នឹងគឺយើងមានតែរបបថែទាំសុខភាពហើយយើងបង់លុយខ្លួនឯងអត់មានណាគេបង់ឲ្យយើងទេចាដូចខ្ញុំអញ្ចឹងខ្ញុំបង់កាលហ្នឹង15600រៀលចាខ្ញុំសុំទូលេខជាទូទៅបន្តិចបានទេអាដាមថាតើរហូតមកដល់ពេលបច្ចុប្បន្ននេះយើងមានសមាជិកបសសប្រមាណអ្នកហើយបាទគិតមកដល់សប្តាហ៍ទី2ខែឧសភានេះយើងឃើញថាសមាជិកបសមានចំនួនជាង3លានអ្នកហើយបាទ3លាន90000អ្នកជាងហើយក្នុងនោះស្រីមានជាង1លាន7សែនបើយើងគិតគ្រាន់តែថាត្រឹមតែវិស័យឯកជនមួយគឺមានជាង1លាន8សែនបាទវិស័យឯកជនហើយវិស័យសាធារណៈរបស់យើងគឺថាมันមានការកើនឡើងច្រើនទេព្រោះថាមន្ត្រីរាជការរបស់យើងអត់មានកើនដូចបុគ្គលិកឯកជនទេបាទនៅត្រឹមតែជាង510,000នាក់តែប៉ុណ្ណោះសម្រាប់វិស័យសាធារណៈសម្រាប់បុគ្គលស្វ័យនយោជន៍នេះគឺស្មើនឹងមន្ត្រីសាធារណៈឥឡូវនេះគឺជាង50,000ដូចគ្នាហើយនៅក្នុងនោះក៏យើងមិនភ្លេចអ្នកនៅក្នុងបន្ទុកសមាជិកបសបាទអ្នកនៅក្នុងបន្ទុកសមាជិកបសនេះយើងបូកទាំងបុគ្គលស្វ័យនយោជន៍មន្ត្រីរាជការនិងឯកជនដែលគាត់មានកូនមានគ្រួសារដែលក្រោមអាយុ60ឆ្នាំកូន18ឆ្នាំហ្នឹងគឺគាត់មកចុះបញ្ជីជាមួយបសហ្នឹងមកដល់ពេលនេះគឺមានជាង190,000នាក់ចាបាទបើមិនតែយើងប្រៀបធៀបតួលេខធម្មតាដើមឆ្នាំហ្នឹងមានន័យថាការកើនឡើងគឺ14%បាទចាតើបសសនឹងធ្វើអីបន្ថែមទៀតបាទសម្រាប់បសគឺនៅតែបន្តយន្តការរបស់យើងមានន័យថាយើងនៅតែបន្តរក្សាការចុះបញ្ជីជូនបងប្អូនប្រជាពលរដ្ឋក៏ដូចជាការបន្តតាក់ទងជាមួយនឹងក្រសួងសុខាភិបាលរបស់យើងគឺដើម្បីពង្រឹងគុណភាពនៃការផ្តល់សេវាជូនសមាជិកបសសកន្លែងហ្នឹងគឺសំណួរបន្តរបស់ខ្ញុំចាគេហៅថាសំណួរក្តៅគគុកកន្លែងហ្នឹងសំខាន់មែនតើហើយខ្ញុំតែនិយាយទៅគឺមានអារម្មណ៍ថាពេលខ្លះដូចចង់និយាយភាសាសម័យដូចចង់កាន់ជើងបសសបន្តិចដូចចង់កាន់ជើងអ្នកទៅប្រើប្រាស់បានបសសបន្តិចពីព្រោះនេះពេលបច្ចុប្បន្ននេះយើងប្រើបានបសសភាគច្រើនគឺនៅមន្ទីរពេទ្យរដ្ឋបាទហើយខ្ញុំធ្លាប់ទៅប្រើនៅ clinic ឯកជនមួយចំនួនដែរដូច Maristo ជាដើមទៅ Maristo អត់បញ្ហាទេព្រោះមនុស្សមិនច្រើនពេកទេណាប៉ុន្តែយើងឃើញថាទៅពេទ្យរដ្ឋពិតជាមនុស្សច្រើនមែនហើយយើងឃើញបងប្អូនយើងគាត់ទៅគាត់ថតគាត់ថាចាំរាប់ម៉ោងអីអញ្ចឹងណាហើយខ្ញុំប្រើពាក្យមិញថាខ្ញុំស្ដាប់ទៅដូចចង់ដូចមើលទៅដូចលក្ខណៈកាន់ជើងបសសបន្តិចប៉ុន្តែចង់និយាយថាបើសិនជាបសសជាក្រុមហ៊ុនធានារ៉ាប់រងធម្មតាណាឯកជនណាដែលមិនមែនជាស្ថាប័នរដ្ឋប្រហែលគេអត់ស្ដីឲ្យចឹងពេកទេប៉ុន្តែយើងស្ថាប័នរដ្ឋចឹងយើងត្រូវវត្តច្រើនជាងគេបន្តិចហើយប៉ុន្តែមែនតើទៅបសសជាបានមួយដែលយើងអាចកាន់ទៅហើយយើងទទួលសេវាកម្មដោយឥតគិតថ្លៃដោយសារតែយើងបង់ប្រចាំរបស់យើងហើយប៉ុន្តែធម្មតាតែកន្លែងណាដែលវាមានមនុស្សច្រើនវាត្រូវតែចាំអញ្ចឹងឯងមែនទេអីបងជាទូទៅចេះតែបងប្អូនរបស់យើងគិតថាកន្លែងណាដែលមនុស្សច្រើនគឺកន្លែងហ្នឹងសេវាល្អវាមិនខុសពីភោជនីយដ្ឋានមួយទេភោជនីយដ្ឋាននៅក្បែរគ្នាទេប៉ុន្តែកន្លែងមនុស្សច្រើនមួយហ្នឹងគឺមនុស្សចូលច្រើនប៉ុន្តែអ្នកដែលទៅញ៉ាំហ្នឹងគឺទៅតែកន្លែងហ្នឹងបាទគាត់អត់ទៅអាហាងជាប់ហ្នឹងទេដោយសារអី concept របស់បងប្អូនប្រជាពលរដ្ឋរបស់យើងគឺអញ្ចឹងហាងដែលចូលច្រើនគឺហាងហ្នឹងឆ្ងាញ់អាហាងអត់ចូលហ្នឹងគឺអត់ឆ្ងាញ់អញ្ចឹងយើងងាកមកមើលសេវានៅតាមមូលដ្ឋានសុខាភិបាលរបស់យើងវិញមន្ទីរពេទ្យរបស់យើងគឺច្រើនណាស់បើសិនជាយើងគិតតាមមន្ទីរពេទ្យសាធារណៈរបស់យើងគឺគ្រប់មន្ទីរពេទ្យសាធារណៈទាំងអស់គឺបានចុះបញ្ជីជាមួយបសហើយមន្ទីរពេទ្យឯកជនរបស់យើងគឺមានរហូតដល់ទៅ100ពេទ្យជាងក៏បានចុះជាមួយបសដែរហេតុអីបានជាគាត់មិនព្រមទៅពេទ្យដែលអត់មានសមាជិកចូលគាត់គិតថាពេទ្យនិយាយស្មាស់ត្រង់គាត់ទៅតែកាឡាម៉ែទេហើយត្មងជួច្រើនប្តីខ្ញុំក៏ធ្លាប់ទៅដែរពិតជាច្រើនមែនដោយសារតែនាំគ្នាទៅតែមួយកន្លែងហ្នឹងចាដល់ពេលអញ្ចឹងទៅគាត់ជួនកាលគាត់ថតមកហើយខ្ញុំទទួលស្គាល់តែថតហ្នឹងគាត់មានកុហកឯងវាពិតជាមនុស្សច្រើនអញ្ចឹងមែនអញ្ចឹងដំណោះស្រាយអាយដាមអាចបន្ថែមបន្តិចបានទេថាគាត់ធ្វើមិនដឹងថាមន្ទីរពេទ្យណាខ្លះមានបសសហើយចង់ឲ្យអាយដាមជាអ្នកបញ្ជាក់ប្រាប់ទស្សនិកជនយើងហ្មងថាបសសមិនមែនមាននៅតែកាឡាម៉ែតទេបាទសម្រាប់បសសគឺបានចុះកិច្ចព្រមព្រៀងជាមួយនឹងមូលដ្ឋានសុខាភិបាលទាំងសាធារណៈទាំងឯកជនបើយើងគិតមកដល់ពេលនេះគឺមានជាង1500មូលដ្ឋានសុខាភិបាលហើយអញ្ចឹងសម្រាប់ពេទ្យយើងហៅថាពេទ្យរដ្ឋចុះនិយាយសាមញ្ញថាពេទ្យរដ្ឋ
ចឹងពេលរត់បើសិនជាយើងករណីដែលយើងឈឺមិនធ្ងន់ធ្ងរទេមិនបាច់នាំគ្នាទៅបុកទៅពេលរត់ទេ ចា បាទពេទ្យឯកជននៅក្បែររោងចក្រក្បែរផ្ទះរបស់យើងហ្នឹងគឺយើងអាចចូលបានឲ្យតែមាន logo បសស ចា បាទកន្លែងណាដែលមាន logo បសសគឺអាចចូលប្រើប្រាស់សេវាបានគ្រាន់តែយកកាតបសសជាមួយនឹងអត្តសញ្ញាណប័ណ្ណបើសិនបើក្នុងករណីប័ណ្ណបសសរបស់យើងមិនមានរូបថត ចា អាចភ្ជាប់ជាមួយនឹងអត្តសញ្ញាណប័ណ្ណទៅគឺអាចប្រើសេវាបានដោយមិនគិតថ្លៃទេ ចា ហើយទុកលទ្ធភាពឲ្យអ្នកជំងឺដែលគាត់ឈឺធ្ងន់ដែលចូលទៅប្រើប្រាស់សេវាដូចជានៅពេទ្យកាឡាម៉ែតបាទពេទ្យអង្គឌួងបាទហើយនឹងពេទ្យព្រះកុសមាអីពេទ្យខ្មែរសូវៀតអីផ្សេងហ្នឹងទុកលទ្ធភាពឲ្យអ្នកជំងឺធ្ងន់គាត់ចូលទៅព្យាបាលវិញអ្នកខ្លះគ្រាន់តែថាត្រឹមតែមកផ្ដាសាយបន្តិចតួចហ្នឹងនាំគ្នាទៅប្រើសេវានៅកាឡាម៉ែតដែរអញ្ចឹងវាធ្វើឲ្យខាតពេលហើយទី2នោះធ្វើឲ្យសមាជិករបស់យើងហ្នឹងទៅតម្រង់ជួរច្រើនខ្ញុំឧទាហរណ៍ដូចជាក្នុងខែមុននេះនៅពេទ្យអង្គឌួងបាទពេទ្យអង្គឌួងគឺសមាជិកកក់កុញតែម្ដងរហូតមកដល់ហ៊ានមកដល់ផ្លូវចា៎បាទជាយន្តការគឺយើងបានបន្ថែមភ្នាក់ងាររបស់បសរបស់យើងដើម្បីជួយសម្រួលសេវាក៏ដូចជាការ scan កាយដៃ scan card check សុខភាពអីផ្សេងហើយនឹងសហការជាមួយនឹងខាងក្រសួងសុខាភិបាលហើយនឹងមន្ទីរពេទ្យព្រះអង្គឌួងផ្ទាល់តែម្ដងគឺដើម្បីរៀបចំកៅអីអង្គុយដើម្បីឲ្យគាត់ចូលទៅអង្គុយហើយតាមលេខរៀងទៅគាត់ហៅតាមលេខរៀងនេះគាត់ទៅម្នាក់ម្ដងចឹងអាហ្នឹងកាត់សេវាបានច្រើនបាទហើយការ check សុខភាពហ្នឹងគឺលឿនជាងមុនបាទលឿនជាងមុនធ្វើឲ្យកាត់បន្ថយការកកស្ទះជាច្រើនប៉ុន្តែទោះបីជាមានយន្តការណាយ៉ាងច្រើនណាក៏ដោយក៏យើងនៅតែមានការកកស្ទះដែរព្រោះដោយសារការទៅប្រើប្រាស់សេវាគឺត្រូវតែប្រើតាមលេខគេហៅថា queue number ត្រូវហើយអ្នកមកមុនបានមុនអ្នកមកក្រោយបានក្រោយឥឡូវយើងនិយាយថាអញ្ចេះម្ដងទៀតខ្ញុំអត់ចង់កាន់ជើងបសសទេខ្ញុំក៏មិនមែនមន្ត្រីរបស់បសសដែរប៉ុន្តែឥឡូវយើងគិតថាបើយើងទៅពេទ្យឯកជនក៏ដោយបើទៅម្ដង 1000 នាក់តើពេទ្យឯកជនទទួលយើងបានអត់បើសិនជាចង់ថាពេទ្យមួយហ្នឹងណាចាអញ្ចឹងជាដំណោះស្រាយមួយទៀតនៅក្នុង mobile app របស់បសសដោយសារបសសមាន mobile app អញ្ចឹងបើសិនជាអ៊ំពូមីងមានកូនក្មួយដែលចេះប្រើមើលអាអូនឯងឆែកមើល app បសសអីអ៊ំឬក៏តាយាយតិចអញ្ចឹងណានៅក្នុង app ហ្នឹងតែគេមានកន្លែងដែលបញ្ជាក់ប្រាប់ថានៅជិតផ្ទះយើងហ្នឹងកន្លែងណាមន្ទីរពេទ្យណាខ្លះដែលមានប្រើបសសអញ្ចឹងយើងអត់នាំគ្នាទៅកន្លែងតែមួយទេដូចខ្ញុំអញ្ចឹងខ្ញុំទៅប្រើនៅ Marisop នៅតាខ្មៅចូលផ្លុកអត់មានអីបាក់សោះព្រោះអ្នកចាំមានតែ4អ្នកឲ្យគត់ចាដល់ពេលអញ្ចឹងទៅវាអត់មានត្រូវរងចាំយូរអញ្ចឹងតែពិតមិនមែនអារឿងកាតបសសហ្នឹងដែលយូរទេគឺដោយសារកន្លែងហ្នឹងមនុស្សវាច្រើនចាបើយើងទៅកន្លែងណាដែលមនុស្សវាមិនសូវច្រើនគឺបានហ្នឹងគឺចូលបានធម្មតាទេព្រោះដូចខ្ញុំទៅ Marisop និយាយម្ដងទៅខ្ញុំចាំតែប្រហែលជា 4-5 នាទីទេដោយសារតែភ្ញៀវដែលនៅចាំហ្នឹងវាតិចតាមហ្នឹងដែរហើយ mobile app របស់បសសហ្នឹងគឺមានព័ត៌មានទាំងអស់ថាតើមានមន្ទីរពេទ្យណាខ្លះអញ្ចឹងហើយក៏មានបសសនៅណាខ្លះដែរពីព្រោះពេលដែលខ្ញុំចេញវីដេអូក៏មានអ្នកសួរច្រើនដែរបងខេត្តខ្ញុំនេះនៅណាអូខ្ញុំដឹងឆ្លើយថាមិនទេព្រោះខ្ញុំក៏អត់ស្គាល់គ្រប់កន្លែងដែរប៉ុន្តែបើសិនយើងចូលទៅ app ហ្នឹងគឺគេមានដាក់ហ្មងទីតាំងនៅណាអញ្ចឹងគួរតែឆែកមើលនៅក្នុង mobile app ហ្នឹងល្អមែនតើអញ្ចឹងក្រុមការងារយើងអាចចាំ load hook mobile app អីនៅក្នុង podcast ហ្នឹងបន្តិចមកបងប្អូនយើងបានឃើញដែរចា៎ mobile app នេះខ្ញុំបន្ថែមបន្តិចគ្រាន់ថាវាមានលក្ខណៈពិសេសថាមើលអាស័យដ្ឋានរបស់មូលដ្ឋានសុខាភិបាលនៅកន្លែងណាដែលយើងនិយាយស្រួលប្រើសេវាហើយកាន់តែពិសេសនោះគឺ check សុខភាពខ្លួនឯងត្រូវបាទជាពិសេសបងប្អូនកម្មករយោជិតរបស់យើងចង់ដឹងថាតើតកែហ្នឹងបានបង់លុយឲ្យយើងរៀងរាល់ខែអត់បាទយើង check ឈ្មោះរបស់យើងទៅ register បន្តិចទៅវានឹងផ្ដល់លេខកូដឲ្យយើងដល់ពេលយើង check មើលទៅខែនេះតកែបង់ឲ្យខែនេះតកែអត់បង់ឲ្យអញ្ចឹងនៅពេលដែលអត់បង់ឲ្យកុំភ្លេចតាក់ទងមកក្រុមការងាររបស់បសដែលមានលេខ240 1286និង1297ចា៎បាទក្រុមការងាររបស់យើងនឹងតាក់ទងទៅនាយកដ្ឋានអធិការកិច្ចសន្តិសុខសង្គមរបស់យើងសហការជាមួយនឹងអធិការកិច្ចរបស់ក្រសួងការងាររបស់យើងគឺចុះទៅដល់រោងចក្រសហគ្រាសនឹងតែម្ដងចា៎តើហេតុអីបានជាតកែមិនព្រមបង់ភាគទានឲ្យកម្មកររបស់ខ្លួនបាទអញ្ចឹងយើងអាច check មើលបានទាំងមន្ត្រីរាជការទាំងបុគ្គលិកវិស័យឯកជនឬមួយក៏បុគ្គលស្វ័យនយោជន៍ហ្នឹងអាច check មើលបានហើយជាពិសេសគឺបុគ្គលស្វ័យនយោជន៍ហ្នឹងតែម្ដងជាច្រើនគាត់អាសាភ្លេចបង់លុយតែខ្លះបង់មួយខែនឹងរួមតែខ្ញុំដែរថាឲ្យចំតែម្ដងអត់ទេភ្លេចមែនដូច្នេះហើយបានខ្ញុំដំបូងខ្ញុំបង់រាល់ខែបាទអត់ទេខ្ញុំជួបបង់រាល់ខែហើយខ្ញុំបង់មួយឆ្នាំម្ដងមិនអញ្ចឹងខ្ញុំពីព្រោះចេះវិភាគទៀតយើងត្រូវបង់រាល់ខែយើងអត់អាចម្លងបានទេតែកាលណាយើងម្លងយើងបញ្យល់ចេះស្រួលព្រោះខ្ញុំទៅតែបង់សមាជិកភាពខ្ញុំម្ដងទៀតនៅកន្លែងហាត់ប្រាណណាខ្ញុំបានហាត់មួយឆ្នាំកាលឆ្នាំ2024បាទដល់ហើយ2025ហ្នឹងវាលេះកូនរវល់កូនចូលរៀនអីមិនដែលបានទៅហាត់ប្រាណទៅហាត់ម្ដងទៀត
តែម្ដងទៀតគេទាថ្លៃអាចោសសមាជិកភាពម្ដងទៀតតែបងចោះហើយបងឯងផុតសុពលភាពបងឯងខានបង5ខែអីអញ្ចឹងតែកណ្ដាលយើងខានបងយើងអស់សុពលភាពបានន័យថាយើងមិនមែនសមាជិកទៀតទេដូច្នេះហើយសំខាន់មែនតើដែលយើងមាន mobile app ហ្នឹងទៅយើងឆែកមើលហ្នឹងបើសិនជាក្នុងករណីយើងអត់បានបងយើងចំកដុំឆែកអត់បានបងអញ្ចឹងបញ្ញាប់បងប្រចាំខែទៅឬក៏យើងយកជំរឿបង6ខែម្ដងឬមួយឆ្នាំម្ដងអីចឹងទៅក៏ជាជំរឿល្អដែរចាហើយកន្លែងឯកឧត្តមលើកឡើងមិញសំខាន់មែនតើពីព្រោះពេលខ្លះបុគ្គលិកឃើញតែខ្លួនឯងមានបានបសសហើយបសសហើយស្រាប់តែពេលខ្លួនឯងឈឺទៅប្រើគេថាបងអត់មានសុពលភាពចំកដុំឆែបបដ ாய் តាមពិតដោយសារតែតើកាយខ្លួនឯងអត់បានបងឲ្យទេអញ្ចឹងមានបានហ្នឹងមិនមែនបានន័យថាគឺមានលុយនៅក្នុងបានហ្នឹងទេបើសិនជាតើកាយយើងអត់បងឲ្យអញ្ចឹងសំខាន់មែនតើអាសាឆែកថាតើកាយយើងគាត់បានបងឲ្យអត់មិនមែនគ្រាន់តែហុចកាតនឹងឲ្យទេចាយើងរៀងខោចម៉ោងដែរហើយសម្រាប់អេពីសូតទី1អញ្ចឹងខ្ញុំចង់សូមអនុញ្ញាតសួរប្រហែលជាសំណួរ1 2ចុងក្រោយទេសម្រាប់អេដាមកន្លងមកអ្វីជាឧបសគ្គដែលរារាំងប្រជាពលរដ្ឋមួយចំនួនអត់ឲ្យធ្វើបានបសសដែលគាត់នៅតែបងលុយប្រចាំខែខ្ជិលស្អីដែលជាកត្តាចម្បងដែលធ្វើឲ្យប្រជាពលរដ្ឋយើងនៅតែមិនមានចិត្តនៅក្នុងការបង់វិភាគទានបាទអរគុណសំណួរនេះពិតជាល្អមែនតើខ្ញុំបានដឹងបញ្ហាទាំងអស់នេះដោយសារតែទី1ខ្ញុំជាអ្នកនាំពាក្យរបស់ក្រសួងចា៎ដឹងបញ្ហាច្រើនទី2ខ្ញុំគ្រប់គ្រងផ្ទាល់ជាមួយនឹងប្រព័ន្ធព័ត៌មានរបស់យើងជាពិសេសគឺប្រព័ន្ធ1286 1297ចា៎ដែលវាហៅថាក្រុមការងារ hotline របស់យើងដែលបម្រើការងារ24ម៉ោងលើ24ម៉ោងកត្តាទាំងអស់នេះគឺដោយសារតែប្រជាពលរដ្ឋរបស់យើងគិតថាមិនដឹងបង់ធ្វើអីបង់ចោលចា៎ចាំដល់ពេលដែលឈឺចាំបង់បាទដល់ពេលឈឺបានបង់អញ្ចឹងពួកគាត់អត់សូវដែរខ្វល់ប្រហែលទេរឿងបានបសហ្នឹងប៉ុន្តែដល់ពេលដែលគាត់ឈឺធ្ងន់ធ្ងរគាត់ទៅប្រើសេវានៅតាមមូលដ្ឋានសុខាភិបាលឲ្យអស់លុយច្រើនគាត់នឹកឃើញបសចា៎ធ្វើបានបសដល់ពេលមកធ្វើភ្លាមជាធម្មតានៅពេលដែលយើង register ដំបូងគឺប្រើអត់បានទេតតែរយៈពេល2ខែក្រោយបានអាចប្រើបានអញ្ចឹងគាត់ចាប់ផ្ដើមមូម៉ៅគាត់ថាខឹងមានបានឲ្យប្រើមិនបានជាងគាត់បង់មួយឆ្នាំគាត់ថាបង់មួយឆ្នាំហើយមិនប្រើសេវាមិនបានតែអាហ្នឹងបង់តែ2ខែតាខ្ញុំបញ្យល់គាត់ថាបាទលោកពូអ្នកមីងបង់មួយឆ្នាំត្រូវហើយប៉ុន្តែសុពលភាពតតែមានរយៈពេល2ខែនៅក្នុង system សិនចា៎បាទបង់ថ្ងៃហ្នឹងមួយឆ្នាំ2ខែក្រោយបានមានសុពលភាពបាទទោះបីបង់មួយឆ្នាំមុនក៏ដោយក៏អត់ទាន់ដែរ2ខែក្រោយបានមានសុពលភាពអញ្ចឹងហើយបានជាកត្តាដែលចុះបញ្ជីនេះធ្វើឲ្យមានផលលំបាកជាច្រើនសម្រាប់ពួកគាត់ហើយទី2គាត់គិតថាភាពសំទោសមកចុះបញ្ជីហ្នឹងវាមានភាពអញ្ញៃគឺមួយដាក់ឯកសារអីច្រើនអញ្ចឹងធ្វើឲ្យគាត់ពិបាកអញ្ចឹងបានជាពួកគាត់អត់ចង់ចុះបញ្ជីទេប៉ុន្តែបញ្ហាទាំងអស់នេះគឺយើងបានដោះស្រាយរួចរាល់ហើយដែលយើងថានៅពេលដែលពួកគាត់មកចុះបញ្ជីគាត់គិតថានៅកន្លែងបសគឺមានមនុស្សច្រើនណាស់តាប់គាត់មិនបាច់ចូលទៅចាំឲ្យយូរទេគាត់អាច register តាម online ក៏បានបាទមកខ្លួនឯងក៏បានធ្វើតាមរយៈ mobile app ក៏បានដែរបាទឥឡូវគឺយើងសម្រួលការងាររបស់គាត់ហើយដូចអ្វីដែលដូចជាណាលើកមិញអញ្ចឹងថាយើងបង្កើនសាខារបស់យើងរហូតដល់36សាខានៅទូទាំងរាជធានីនៅរាជធានីភ្នំពេញរបស់យើងហ្នឹងនៅតាមផ្សារទំនើបរបស់យើង Eon 1 Eon 2ហ្នឹងគឺមានអស់បាទបម្រើការរបស់យើងគឺពេញតែម្ដងទាំងសៅរ៍ទាំងអាទិត្យអត់មានថ្ងៃឈប់សម្រាកទេបាទយើងមានបុគ្គលិករបស់យើងប្រចាំការចាម្ដងទៀតគេថាខ្ញុំកាន់ជើងបសទៀតណាប៉ុន្តែបើអ្នករស់ស៊ីដឹងហ្មងថាធ្វើអីក៏ដោយមួយឆ្នាំ2ឆ្នាំ3ឆ្នាំ4ឆ្នាំដំបូងអានឹងបើភាសា algorithm នៅក្នុង Facebook គេហៅ learning phase បានន័យថាដំណាក់កាលនៃការសិក្សាខ្ញុំទទួលស្គាល់បសសយើងអត់ល្អអត់ខ្ចោះហើយបងប្អូនយើងក៏ចូលចិត្តប្រៀបធៀបថានៅស្រុកគេវាស្រួលអីចឹងណាចាជួយសួរបន្ថែមថាតើនៅស្រុកគេគេអនុវត្តអានឹងប្រហែលឆ្នាំហើយអញ្ចឹងធម្មតាតែស្អីមកវាដំបូងខ្ញុំទទួលស្គាល់មែនថាវាអត់ល្អអត់ខ្ចោះហើយប៉ុន្តែបើសិនជាយើងចាំតលតែល្អអត់ខ្ចោះចាំមកប្រើបានបសសណានឹងទី1យើងឈឺយើងមានមើលអត់ដឹងថាពេលណាប៉ុន្តែទី2តើកាលណាស្អីមួយដែលវាច្បាស់លាស់វាល្អហើយតម្លៃក៏វាអត់ប្រប៉ុណ្្នឹងដែរចាគេនៅស្រុកគេមិនមែនបង់មួយខែ 15600 រៀលដូចយើងណាលុយអាទឹកលុយហ្នឹងវាខុសគ្នាដែរអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនយើងបើកចិត្តទលាយបន្តិចណានៅពេលដែលយើងធ្វើការប្រៀបធៀបតើអាការប្រៀបធៀបរបស់យើងវាយុត្តិធម៌ដែរអត់អូខេបងប្អូនថាខ្ញុំកាន់ជើងបសក៏ថាទៅមកអីទេប៉ុន្តែហ្នឹងវាពាក្យក្នុងបេះដូង
នៅពេលដែលគាត់មានការមិនពេញចិត្តឬក៏មានអីដែលតាក់ទងមួយបសសតើបសសមានយន្តការនៅក្នុងការដោះស្រាយឬក៏ឆ្លើយតបដែរឬក៏អត់បើជាធម្មតាដូចខ្ញុំបានជំរាបជូនអញ្ចឹងថានៅពេលដែលមានបញ្ហាអាចថាសមាជិកបសតាក់ទងមកលេខ1286ឬមួយក៏1297ក្រុមការងាររបស់យើងនឹងទទួលដោះស្រាយ24ម៉ោងលើ24ម៉ោងចា៎ហើយមិនថែមប៉ុណ្្នឹងទេគឺយើងមាន Channel Telegram របស់យើង Channel Telegram នេះបងប្អូនណាដែលមិនធ្លាប់join ជាមួយនឹង channel នេះប្រហែលជាគិតថាប្រហែលគ្មានបុគ្គលិករបស់យើងឆ្លើយតបទេចា៎នៅពេលដែលយើង join ហើយយើងសួរសំណួរដូចជាមិនលើសពី5នាទីទេព្រោះដោយសារខ្ញុំនៅក្នុង group នឹងដែរហើយណាមួយខ្ញុំជាអ្នកគ្រប់គ្រងនៅកន្លែងនាយកដ្ឋាននេះអញ្ចឹងមិនដល់5នាទីគឺមានបុគ្គលិករបស់យើងឆ្លើយតែម្ដងទោះបីជាយប់ប្រលប់ស្មានណាក៏ដោយគឺគាត់តែងតែឆ្លើយសួរអីឆ្លើយនឹងសួរអីឆ្លើយនឹងប៉ុន្តែយើងក៏មានបញ្ហាមួយដែរតាក់ទងជាមួយនឹងជនខិលខូចមួយចំនួនគឺគាត់តែងតែសេវរូបបុគ្គលិកបសសរបស់យើងដែលមានពាក់ឯកសណ្ឋានហ្នឹងបសសបាទគាត់យកទៅដាក់លេខទូរស័ព្ទរបស់គាត់ហ្នឹងទៅតាក់ទងទៅបាទតាក់ទងទៅសមាជិកបសសយើងផ្ទាល់ដើម្បីឲ្យបង់ភាគទានទៅគាត់ចា៎បាទបង់ភាគទានទៅគាត់ជាងគាត់សេវលេខហ្នឹងទៅហើយនៅពេលដែលបងប្អូនសមាជិកបសសរបស់យើងគាត់ភ្លេចបង់លុយដូចខ្ញុំលើកឡើងមិញថាបងហើយស្រាប់តែឲ្យភ្លេចមួយខែគាត់សួរថាហេតុអីបានជាកាតអត់មានសុពលភាពអាក្រុមការងារហ្នឹងតេទៅវឹងហ្មងតេទៅមុនយើងទៀតតេទៅឲ្យ send លេខ QR code អីទៅឲ្យគាត់ដើម្បីផ្ញើលុយឲ្យគាត់ព្រោះគាត់តាំងខ្លួនជាមន្ត្រីរបស់បសសដើម្បីដោះស្រាយការងារនឹងជូនបាទបន្ទាប់មកគឺបញ្ចុះបង់លុយទៅបាត់បាទអាហ្នឹងយើងមានបញ្ហាហ្នឹងជាគោលការណ៍របស់យើងគឺមិនដែរឲ្យមានមន្ត្រីបបសរបស់យើងហ្នឹងគឺផ្ញើ QR code ផ្ទាល់ទៅសម័យខ្លួនទេទៅសមាជិករបស់យើងទេគឺយើងយន្តការរបស់យើងគឺយើងបង់តាមរយៈធនាគាររបស់យើងធនាគារដៃគូរបស់យើងហ្នឹងហើយនឹងតាមរយៈប្រព័ន្ធ mobile app របស់យើងបាទប្រព័ន្ធធនាគាររបស់យើងហ្នឹងបាទហើយយើងបង់តាមហ្នឹងគឺយើងមិនមាន QR code send ទៅសម័យខ្លួនផ្ទាល់ទេចាហើយក៏មិនមែនហើយក៏មិនមែនជា private chat ដែរ private chat បានន័យថាម្នាក់ទល់ម្នាក់បើសិនជាមានអីហ្នឹងគឺគេនិយាយនៅក្នុង Telegram group ហ្នឹងហើយគេមិនដាក់ស៊ីស៊ូអីទៅម្នាក់ឯងទេមិនអញ្ចឹងចាអញ្ចឹងបងប្អូនរបស់យើងអាចប្រយ័ត្នប្រយែងដែរព្រោះសម័យឥឡូវនេះគឺថាកុំថាឡើយរូបថតសូម្បីតែពេលខ្លះវីដេអូចាវីដេអូមកនិយាយគ្នាហ្នឹងក៏ប្រកាសថាមនុស្សម្នាក់ហ្នឹងដែរសម័យ AI អត់បានទេទុកចិត្តចាប៉ុន្តែបើថាឲ្យច្បាស់ស្រួលហ្មងទៅកន្លែងណាគេដាក់ផ្លាកបសសអីត្រឹមត្រូវចុះឈ្មោះបង់លុយអីនៅហ្នឹងទៅយើងនឹងពិភាក្សាគ្នាបន្តនៅក្នុងអេពីសូតទី2ទៅលើយើងធ្វើម៉េចដើម្បីចុះបសសបានពីព្រោះឥឡូវជាពិសេសបុគ្គលស្វ័យនយោជលោកដាក់ខ្ញុំច្រើនណាព្រោះការចំនួនខ្ញុំទៅធ្វើខ្ញុំដាក់តាញ្ញាណបានមួយដល់ពេលឥឡូវខ្ញុំទៅតាមបងឯងមិនអត់ឃើញបានអញ្ចឹងបាទនឹងចាំអេពីសូតទី2ចាំយើងពិភាក្សានេះបន្តទៀតថាតើដល់ពេលដែលយើងចង់ប្រើបានបសសហើយយើងជាលក្ខខណ្ឌបែបណាគួរតែមានឯកសារអីខ្លះនិងមានអត្ថប្រយោជន៍អីខ្លះបន្ថែមទៀតមានអីចុងក្រោយដែលខ្ញុំអត់បានសួរឯកឧត្តមសម្រាប់អេពីសូតទី1នេះអានេះពិធីកសួរភ្ញៀវវិញលោកភ្ញៀវមានអីចង់សួរឬក៏សំណូមពរចាដូចជាมันមានអីទេក្នុងអេពីសូតទី1នេះប៉ុន្តែគ្រាន់តែថាតកតងជាមួយនឹងសំណុំពរនេះដូចខ្ញុំជំរាបជូនមុននឹងចឹងថាសូមឲ្យសមាជិកទាំងអស់ដែលប្រើប្រាស់យន្តការក្នុងការបង់ភាគទានមកបសនេះត្រូវតែបង់តាមយន្តការធនាគារដៃគូរបស់បសសគឺមួយក៏តាមរយៈapp របស់ធនាគារគឺมันមានប្រើប្រាស់ send QR code personal ទៅសមាជិកបសសទេព្រោះដោយសារករណីនេះគឺមានអ្នកចាញ់បោកជាច្រើនហើយជាយន្តការគឺយើងកំពុងតែសហការជាមួយនឹងក្រសួងមហាផ្ទៃដើម្បីស្វែងរកជនខិលខូចនេះដើម្បីយកមកដាក់ទោសតាមនីតិវិធីរបស់យើងចាអរគុណច្រើនមែនតើអរគុណអាយដាមសម្រាប់ការចំណាយពេលវេលាឆ្លើយសំណួរយ៉ាងច្រើនរបស់ខ្ញុំហើយអរគុណទស្សនិកជនរបស់យើងដែលបានតាមដានទស្សនាម្ដងទៀតបើសិនបងប្អូនមានសំណួរអីអាច comment នៅខាងក្រោមប្រអប់ comment នឹងបានក្រុមការងាររបស់យើងនឹងធ្វើការឆ្លើយតបឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបានអរគុណច្រើនជួបគ្នានៅអេពីសូតទី2